ស្អាតណាអូននៅស្អាតខ្លាំងហ្មងបាសាបាស៊ីសបាយក្រៃនឹងរស្មីភ្លឺថ្លាវាយកឲ្យលេងភ្នំជីសូពីនេះឲ្យក្មួយខ្ញុំសូយ៉ាលេងក្មួយខ្ញុំសភាពលើលោកណាស់ម្ដងតោះគ្នានៅភ្នំសូរបស់យើងឥឡូវគឺស្អាតខ្លាំងមែនតើនៅក្នុងរដូវ Green Season នេះអូនិយាយពីថាប្រទេសសុភាពវិញមកចាញ់សៀមរាបណាពីតាមផ្លូវវិញសិតតែដើមថ្នោតអាស័យដើមអីពេញហ្នឹងអញ្ចឹងណាថ្ងៃសៅរ៍អាទិត្យនេះតើណាអញ្ចឹងយើងមិនសិនសង្សារយើងមិត្តភ័ក្ដិយើងអីមកលេងភ្នំសូមកអត់ឆ្ងាយពីភ្នំពេញទេត្រឹមតែ60គីឡូហ្នឹងមកដល់ហើយភ្នំសូហើយទីតាំងដែលខ្ញុំចូលនេះទីតាំងដែលពងល្បីថ្មីនេះតែម្ដងអ្នកនរគ្នាឥឡូវយើងមកដល់ឯផ្លូវឡើងហើយទីទៀតខ្ញុំនឹងឡើងទៅលើកន្លែងកំចដៅនេះស្អាតខ្លាំងណាស់អ្នកនរគ្នាមើលទៅខាងក្រោយខ្ញុំមានន័យថាចដៅនឹងឡើងទៅដល់ហើយប្រាសាទលើតែម្ដងពេលឡើងទៅដល់ចំណុចលើនឹងហើយអ្នកនរគ្នាចោលភ្នែកកន្លែងមកក្រោមអូយឋានសួគ៌លើដីចឹងមាន stress មានអីដល់នឹងហើយមើលមកក្រោមលែង stress បរោស្អាតរវៃព្រៀបផ្ទឹមពំបែកន្លែងកំចដៅនេះក៏ជាលើកទី1ដែលខ្ញុំទៅដែរទៅពីច្រើនខ្ញុំទៅគឺឡើងទៅលើភ្នំតែម្ដងខ្ញុំរៀបខមមិនអ្នកនរគ្នាឡើងពីខាងក្រោមត្រឡប់មកលើវិញមកវាស្អាតជាងមកវាផ្លាស់ប្ដូរបរិយាកាសដែរណាដែរស្អាតដល់ស្អាតចាំមើលស្អាតខ្លាំងណាស់ទៅយើងចុះពីចដៅនឹងមកវិញតាមនឹងគឺត្រូវមានខ្លោងទ្វារប្រាសាទ2ទៀតយើងត្រូវជិះម៉ូតូមកដើរមើលប្រាសាទនៅគៀននឹងបន្តទៀតនិយាយឡើងលក់ដូរវិញណាឃើញពេញរបស់ធម្មជាតិទាំងអស់ណាបងគ្នាកៅគឺផលិតផលកសិកម្មតាមនៅជាងគៀនភ្នំហ្នឹងឯងអ្នកដែលចង់បានញ៉ាំរបស់ធម្មជាតិបរមកនៅតកៅគឺសិតតែរបស់ធម្មជាតិទាំងអស់តែម្ល៉េះយើងចង់ដើរមកមើលក្នុងប្រាសាទហ្នឹងសិនថាក្នុងប្រាសាទហ្នឹងមានគេខ្លាំងនៅក្នុងទ្វារនៅភ្នំជាសូននេះគឺកសាងឡើងបាយក្រៀមទាំងអស់ដូចមែនតើគណៈថាចូលទៅ Amazing ប្រហែលរូបរាងខាងក្រៅកាន់តែស្អាតចូលមកខាងក្នុងមើលល្អតែជាក់ស្រុតតែម្ដងតែស្រាប់ក្នុងទ្វារមួយនេះវាចម្លែកខុសគេប្រាសាទមួយហ្នឹងគឺមានកន្លែងបូជាអញ្ចឹងកន្លែងហ្នឹងដូចជាវត្តអីមិនវត្តជាអាសនៈអីអញ្ចឹងនេះកន្លែងនេះអ្នកតោះគ្នាសួរស្រាប់គឺកន្លែងសក្ការៈបូជាមួយនៅកន្លែងហ្នឹងចូលប្រាសាទហ្នឹងគឺស្អាតមែនតើជាខ្លាំងទ្វារទី1ដែលជាប់ភ្នំជីសូហ្មងជាមកកើតមកគឺនឹងត្រូវឃើញប្រាសាទកន្លែងនេះមួយទៀតសម្រាប់ប្រាសាទនេះវាចម្លែកជាងគេទីនេះដើរចេញមកយើងត្រូវដើរទៅវាគៀនហ្នឹងដើម្បីចូលទៅកាន់ចន្លោះមួយជារួមទៅឡយហ្មងហើយកន្លែងនេះវិញគឺខ្ញុំសំដែងទេអីអ្នកនរគ្នានិយាយមែនណាថាវាស្អាតខ្លាំងវិញគយគុណមិនចិនណាយតែម្ដងឥឡូវសុំចូលតួមួយណាពេលអ្នកនរគ្នាកយគុណប្រាសាទអស់ចិត្តអស់ចង់ហើយផ្លេចជិះមកខាងកើតប្រាសាទហ្នឹងទៀតដល់កន្លែងបឹងឈូកមួយស្អាតមែនតើមកមិញណាពេលដែលខ្ញុំមើលមកពីប្រាសាទមកហើយពេលដែលខ្ញុំទៅនោះដូចជាផ្កាឈូកអត់តសេរីច្រើនមែនអ្នកនរគ្នាទៅឥឡូវណាឈូករីស្អាតពេញបឹងហ្នឹងមកចង់សម្រាប់ហ្នឹងអត់ដឹងថាទៅណាកុំភ្លេចទៅលេងភ្នំជីសូបងប្អូនគ្នាព្រះបំភ្លឺលោកាថ្មីបាសាបា